សំណួរទី3ដែលពុកម៉ែបងប្អូនបានសួរមកខ្ញុំគឺថាតើមានកលឹះនិងបច្ចេកទេសណាដែលយើងអាចធ្វើដើម្បីអនុវត្តការចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃខ្ញុំមាន4ចំណុចដើម្បីជម្រាបជូនដល់ពុកម៉ែបងប្អូនសម្រាប់ជាការចែករំលែកជាបទពិសោធន៍ហើយនិងជាការសិក្សាស្រាវជ្រាវផងទី1គឺវាគឺជាតួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់ឪពុកម្ដាយដែលត្រូវបង្ហាញឲ្យកូនបានឃើញហើយនឹងគ្រួសារទាំងមូលបានឃើញអំពីការបដិញ្ញាចិត្តក្នុងការគ្រប់គ្រងបើសិនជាយើងគិតឲ្យផ្ទុយថាបើសិនជាកូនធ្វើអ្វីមួយហើយយើងសោះអង្គើយជាមួយនឹងគាត់យើងមិនខ្វាយខ្វល់ជាមួយគាត់តើគាត់មានអារម្មណ៍យ៉ាងម៉េចហើយយើងគិតមើលបើសិនជាយើងកំពុងតែធ្វើអ្វីមួយហើយគេមិនខ្វាយខ្វល់ពីអ្វីដែលយើងកំពុងធ្វើតើយើងមានអារម្មណ៍យ៉ាងម៉េចទី2គឺឪពុកម្ដាយត្រូវផ្ដោតទៅលើភាពខ្លាំងរបស់កូននៅពេលដែលឪពុកម្ដាយសម្រេចចិត្តធ្វើអ្វីមួយគឺសុំធ្វើយ៉ាងណាដាក់គោលដៅឲ្យបានច្បាស់លាស់ថាអ្វីដែលយើងធ្វើការងារហ្នឹងវាត្រូវពង្រឹងហើយនឹងពង្រីកនៅភាពខ្លាំងរបស់កូនខ្លាំងចំណេះដឹងខ្លាំងខាងសតិបញ្ញាខ្លាំងខាងសុខភាពខ្លាំងខាងសមត្ថភាពខ្លាំងខាងជំនាញហើយនឹងការគិតការដោះស្រាយបញ្ហាជាដើមទី3គឺឪពុកម្ដាយត្រូវធានាអំពីការលើកកម្ពស់សុខុមាលភាពរបស់កូនសុខុមាលភាពគឺសំដៅច្រើនទៅលើសុខភាពផ្នែកផ្លូវចិត្តហ្នឹងឯងអញ្ចឹងផ្លូវចិត្តរបស់កូនគឺសំខាន់ណាស់បាទកូនមិនអាចរស់នៅក្នុងភាពឯកោអស់សង្ឃឹមឬមួយក៏ការមិនខ្វាយខ្វល់ពីឪពុកម្ដាយទេហើយទី4ចុងក្រោយគឺអ្វីដែលឪពុកម្ដាយធ្វើគឺត្រូវតែធ្វើយ៉ាងណាគឺចូលរួមចំណែកក្នុងការលើកកម្ពស់សតិបញ្ញាស្មារតីរបស់កូនឲ្យកាន់តែខ្លាំងរឹងមាំក្លាហានហ៊ានប្រឈមមុខទៅនឹងបញ្ហាបើសិនជាយើងអនុវត្តតាមរបៀបដដែលយើងនឹងទទួលបានផលដដែលយើងមិនអាចអនុវត្តតាមរបៀបដដែលដើម្បីទទួលបានលទ្ធផលថ្មីទេយើងត្រូវតែផ្លាស់ប្ដូរនៅរបៀបនៃការចិញ្ចឹមកូននេះឯង